រឿងសម្រស់ម្ដាយចុងបន្ទាប់ពីម្ដាយបង្កើតបានលាចាកលោកទៅសម្បានមកបន្តការសិក្សានៅទីក្រុងភ្នំពេញម្នាក់ឯងដោយបានជួបផ្ទះគេនៅជិតសាលារៀនសម្រេចចិត្តរៀនផ្នែកកសិកម្មព្រោះគេមានដីច្រើនកន្លែងនៅឯខេត្តព្រោះឪពុកគេជាអ្នកមានគ្រាន់បើហើយគេស្គាល់ច្រើននៅឯខេត្តរតនគិរីនាថ្ងៃអាទិត្យមួយពេលសំកំពុងអានសៀវភៅសំឡេងទូរស័ព្ទរបស់គាត់បានរោសំក៏ក្រឡេកមើលក៏ឃើញលេខឪពុកទេមកសំក៏លើកទូរស័ព្ទនិយាយជាមួយឪពុករបស់ខ្លួនការពិតឪពុកសំទែមនិយាយជាមួយសំអំពីរឿងដែលគាត់បានស្រឡាញ់ស្ត្រីមេម៉ាយម្នាក់នៅឯខេត្តពេលដំបូងសំមើទៅដូចជាខឹងនឹងឪពុករបស់ខ្លួនដែលទេមកថាចង់បានប្រពន្ធមួយទៀតក្រោយពីម្ដាយរបស់ខ្លួនបានស្លាប់ត្រឹមរយៈពេល2 ឆ្នាំប៉ុណ្ណោះតែដោយសំជាអ្នករៀនបានច្រើនហើយក៏យល់ចិត្តឪពុករបស់ខ្លួនដែលសំក៏មិនបានបដិសេធអ្វីដែរហើយក៏យល់ព្រមតាមសំណូមពររបស់ឪពុករបស់ខ្លួនកន្លងទៅ6 ខែក្រោយមកសំក៏បានទៅលេងស្រុកកំណើតរបស់ដោយចង់ទៅសួរសុខទុក្ខឪពុកផងមិនដឹងថាគាត់យ៉ាងម៉េចហើយទេបន្ទាប់ពីបានប្រពន្ធចុងមួយក្រោយពីជិះឡានជិត7 ម៉ោងសំក៏បានមកដល់ផ្ទះរបស់ខ្លួនសំក៏បានស្ទុះទៅអោបឪពុករបស់ខ្លួនដែលកំពុងរង់ចាំខ្លួននៅមុខផ្ទះភ្លាមនោះឪពុកក៏បានស្រែកហៅប្រពន្ធចុងរបស់ខ្លួនដែលមានឈ្មោះថាស្រីណាគ្រាន់តែលឺឪពុកសំហៅភ្លាមស្រីណាបានចេញពីផ្ទះបាយភ្លាមនេះជាលើកដំបូងហើយដែលសំបានជួបផ្ទាល់ជាមួយម្ដាយចុងរបស់ខ្លួនសំក៏បានឃើញម្ដាយចុងរបស់ក្លន់ហើយក៏ជម្រាបសួរគាត់តែអ្វីខុសពីការគិតរបស់សំព្រោះសំគិតថាម្ដាយចុងរបស់ខ្លួនជាមនុស្សចាស់តែការពិតគាត់មានអាយុប្រហែល30ស្ដើងសម្បុរសសក់ត្រង់មានពណ៌ខូចទាំងសងខាងត្រគាករីកសាយនឹងអ្វីដែលពិសេសនោះដោយពេលនោះគាត់ពាក់អាវយឺតដៃតូចវាលោកធ្វើឲ្យសំមើឃើញចេញមកយ៉ាងច្បាស់ចឹងហើយបានឪពុកខ្លួនទ្រាំអត់បានល្ងាចឡើងសំក៏បានជុំគ្រួសារញ៉ាំបាយល្ងាចជាមួយគ្នាញ៉ាំបណ្ដាឪពុកកូនបានសួរសុខទុក្ខគ្នាទៅវិញទៅមកព្រោះកំរបាននិយាយគ្នាណាស់តែសំក៏មិនភ្លេចដៀងភ្នែករបស់ខ្លួនមើលម្ដាយចុងរបស់ខ្លួនដែលព្រោះគាត់ពាក់អាវវាលោកជាពិសេសពេលគាត់ដួសម្ហូបម្ដងបន្ទាប់ពីញ៉ាំបាយហើយសំក៏ទៅសម្រាកក្នុងបន្ទប់របស់ខ្លួនសំក៏បានផ្លាស់សម្លៀកបំពាក់របស់ខ្លួនចូលទៅងូតទឹកដោយនឹងឃើញសម្រស់ម្ដាយចុងក្មេងរបស់ខ្លួនព្រឹកឡើងឪពុកសំក៏ចេញពីផ្ទះទៅមើលដីចម្ការទុកឲ្យសំនឹងម្ដាយចុងនៅមើលផ្ទះតែ2 នាក់ចង្រៃអីយប់មិញសំបានចាញ់បោកយោស័ព្ទម្ដងទៀតធ្វើឲ្យគេសាមខោទាំងព្រឹកសំលេងគោះទ្វារតុកមានទៅចុងសំបានហើយសំឲ្យទៅញោមអាហារពេលព្រឹកសំក៏ប្រាប់ថាឲ្យគាត់ញោមមុនចុះបន្ទាប់ពីងូតទឹកសម្អាតខ្លួនហើយសំក៏ចុះទៅញោមបាយព្រឹកពេលទៅដល់ក៏ឃើញម្ដាយចុងរបស់ខ្លួនកំពុងអង្គុយចាំញោមបាយជាមួយខ្លួនសមមីងអត់ទាន់ញោមបាយទេម្ដាយចុងនៅចាំញោមជាមួយក្មួយនឹងណាសមលើក្រោយកុំចាំខ្ញុំអីណាម្ដាយចុងចាពួកគេញោមបាយបណ្ដាលនិយាយគ្នាបណ្ដាលធ្វើឲ្យពួកគេចុះសម្រុងគ្នាគ្រាន់បើនិយាយគ្នាបានមួយសន្ទុះសំឡេងទូរស័ព្ទរបស់សម្បានរឡើងការពិតឪពុករបស់សម្បានទេមកឲ្យសំនឹងម្ដាយចុងជិះម៉ូតូចូលរួមបុណ្យគេក្នុងភូមិពេលថ្ងៃត្រង់នេះជំនួសគាត់ព្រោះគាត់នៅរវល់នៅឯចំការណាមួយមានអ្នកស្រុកចង់ជួបសំផងដែរព្រោះខានជួបគ្នាយូរដែរហើយសំចង់បដិសេធដែរតែត្រូវឪពុកសំឲ្យជួយហើយក៏ព្រមម្ដងទៅសំក៏បានប្រាប់ម្ដាយចុងពីអ្វីដែលឪពុករបស់ខ្លួនបានផ្ដាំម្ដាយចុងក៏យល់ព្រមដែរញោមអាហារពេលព្រឹករួចសំក៏ឡើងមកបន្ទប់វិញមើលទូរទស្សន៍រងចាំទៅបុណ្យថ្ងៃរងនេះប្រហែលជាម៉ោង10ទៅហើយសំក៏មានអារម្មណ៍ឈឺក្បាលខ្លាំងប្រហែលមកពីចាញ់បោកយោសបិត2 ដងហើយបានឈឺក្បាលចឹងសំក៏ចុះមកក្រោមរោគថ្នាំឈឺក្បាលកំពុងរោគមើលថ្នាំម្ដាយចុងក៏ឃើញសំកំពុងកាយរោគមើលថ្នាំហើយក៏សួរម្ដាយចុងក្មួយកំពុងរោគអ្វីមែនសមបាទខ្ញុំកំពុងរោគថ្នាំឈឺក្បាលនឹងណាព្រោះលើឈឺក្បាលខ្លាំងចង់លេបវាឲ្យហើយមុនទៅបុណ្យគេនឹងណាម្ដាយចុងអូចាំម៉េងយកពីបន្ទប់មៀងឲ្យណាសមបាទអរគុណម៉េងម្ដាយចុងក៏ដើរសំដៅទៅបន្ទប់របស់ខ្លួនហើយក៏ឈរចង្អើតយកថ្នាំពីលើទូដោយមិនបានបើកភ្លើងបន្ទប់ទេហើយក៏ចាក់ថ្នាំ2 គ្រាប់ដាក់ក្នុងដៃហើយក៏ក្តោបយកមកឲ្យសំក្រោយពីបានផឹកថ្នាំ2 គ្រាប់រួចហើយសំក៏ឡើងលើសម្រាកមួយភ្លេតម៉ោង11ហើយម្ដាយចុងសំក៏ឡើងទៅសួរសំថាគាត់បានធូរហើយឬនៅពេលទៅដល់ម្ដាយចុងក៏គោះទ្វារហៅពីក្រៅម្ដាយចុងសំក្មួយបានគ្រាន់បើនៅចិត្តដល់ម៉ោងត្រូវទៅបុណ្យគេហើយណា
សមៈបានគ្រាន់បើហើយម្ដាយចុងស្ដាប់ហើយមានអារម្មណ៍ថាសំឡេងសំដូចជាញ័រខ្លមាងធ្វើឲ្យបារម្ភខ្លាំងក៏សម្រេចចិត្តបើកទ្វារចូលទៅគ្រាន់តែឃើញម្ដាយចុងបើកទ្វារភ្លាមសំក៏ស្ទុះទៅទាញខ្នាយមកដាក់បាំងមុខគាត់ភ្លាមម្ដាយចុងឃើញមុខសម្ឡើងក្រហមញ៉ាំងម្ដាយចុងងាក់ក្មួយកើតអីមុខមិនក៏ក្រហមម៉េះហេតុអ្វីយកខ្នាយមកបាំងចឹងសំអត់មានអីទេម៉េងដោយសង្ស័យម្ដាយចុងក៏ទាញខ្នាយចេញពុតធោឲ្យម្ដាយចុងសម្ដាយចុងរបស់សំស្ទើរតែហួសប្រលឹងទៅហើយដោយឃើញខោរបស់សំម្ដាយចុងងាក់មិនក៏ចឹងគាត់សួរជាមួយនឹងសំឡេងរៀងញ័រសមៈខ្ញុំក៏មិនដឹងដែរសំឆ្លើយលក្ខណៈអៀនខ្មាស់ម្ដាយចុងងាក់ហើយវាកើតឡើងពីពេលណាសមៈ10នាទីបន្ទាប់ពីខ្ញុំបានផឹកធ្នមីឈឺក្បាលដែលម៉េងឲ្យខ្ញុំគ្រាន់តែឮសំនិយាយដូចនេះភ្លាមម្ដាយចុងសំក៏ឲ្យសំអង្គុយចុះសិនហើយគាត់ប្រញាប់ដើរទៅបន្ទប់គាត់វិញដើម្បីទៅមើលថ្នាំដែលគាត់ឲ្យសំលេបពេលដល់បន្ទប់វិញម្ដាយចុងសំក៏ឈោងយកថ្នាំពីលើទុំមើលម្ដាយចុងសំស្ទើរសន្លប់ពេលឃើញថ្នាំនោះការពិតវាមិនមែនជាថ្នាំឈឺក្បាលទេការពិតវាជាថ្នាំដែលឪពុកសំទុកប្រើប្រាស់ជាមួយម្ដាយចុងសំព្រោះឪពុកសំគាត់ចាស់ហើយមិនអាចប្រើតាមធម្មជាតិបានទេម្ដាយចុងសំក៏ប្រញាប់មកបន្ទប់សំដោយភ័យក្នុងចិត្តមិនដឹងទៅប្រាប់សំថាយ៉ាងម៉េចពេលមកដល់បន្ទប់ម្ដាយចុងសំក៏និយាយម្ដាយចុងងាក់ក្មួយសំឲ្យម៉េងសុំទោសណាមីងបានច្រឡំថ្នាំឲ្យក្មួយខ្ញុំហើយសមៈថាម៉េចច្រឡំថ្នាំអ្វីដែរម្ដាយចុងងាក់ម៉េងច្រឡំរបស់ឪពុកឯងគឺថ្នាំរស់រវើកគ្រាន់តែឮម្ដាយចុងរួចហើយសំមានអារម្មណ៍ខឹងនឹងម្ដាយចុងរបស់ខ្លួនខ្លាំងណាស់ម្ដាយចុងងាក់តែក្មួយកុំបារម្ភម្ដាយចុងងាក់តែក្មួយកុំបារម្ភអីឲ្យតែក្មួយជួយខ្លួនឯងហើយវាលែងអីហើយសំក៏ឆ្លើយទាំងកំហឹងថាសមៈតែខ្ញុំទើបចាញ់បោកយោសប្អិនហើយទេហើយម្សិលមិញក៏ខ្ញុំចេញហើយដែរសំឆ្លើយទាំងកំរោដោយលែងគិតអៀនខ្មាស់ទៀតហើយព្រោះខឹងនឹងម្ដាយចុងពេករីឯម្ដាយចុងក៏មិនបានតបត់ដែរព្រោះដោយគិតថាជាកំហុសរបស់ខ្លួនធ្វេសប្រហែសមិនបានយកចិត្តទុកដាក់ម្ដាយចុងសំឈរគិតមួយសន្ទុះហើយក៏ដើរទៅជិតសំហើយក៏និយាយថាម្ដាយចុងងាក់ម៉េងទទួលខុសត្រូវចំពោះកំហុសរបស់ម៉េងគ្រាន់តែនិយាយចប់ពេលនោះសំក៏ស្ទុះទៅចាប់ដៃរបស់ម្ដាយចុងដើម្បីឲ្យគាត់ឈប់សមៈម៉េងចង់ធ្វើអីឈប់ភ្លាមម្ដាយចុងងាក់មានតែធ្វើចឹងទេដើម្បីឲ្យក្មួយឆាប់បានប្រសើរវិញសមៈតែធ្វើចឹងអត់ល្អទេម្ដាយចុងងាក់សំខាន់ម៉េងជាអ្នកធ្វើខុសសុំទុកឲ្យម៉េងលុបលាងកំហុសខ្លួនចុះណាបើមិនចឹងទេម៉េងមិនអាចអត់ឱនឲ្យខ្លួនបានឯបានទេម្ដាយចុងសំនិយាយបណ្ដារីឯសំវិញក៏លែងរើខ្លួនទៀតដែលបន្ទាប់ពីឮម្ដាយចុងនិយាយអង្វរដូច្នេះនិយាយពីម្ដាយចុងសំវិញក៏មិនភ្លេចសម្លឹងសំដែរព្រោះគាត់មិនដែលឃើញអ្នកណាស្អាតសង្ហាដល់ថ្នាក់នឹងទេដៃជើងរៀងវែងប្រហែលមួយចង្អាមទៅហើយបើគិតទៅធំជាឪពុកសំពីរដងកន្លែឯណោះពេលនេះម្ដាយចុងឈរអោបសំដោយដៃឆ្វេងអោបចង្កេះសំរីឯសំវិញឈរបិទភ្នែកព្រោះមានអារម្មណ៍គ្រាន់បើដែរសំក៏ពោលប្រាប់ម្ដាយចុងថាសមៈមើលទៅគ្មានប្រសិទ្ធភាពទេព្រោះខ្ញុំដូចគ្មានអារម្មណ៍ថាបានធូរស្បើយសោះម្ដាយចុងសំគ្រាន់ឮដូច្នេះក៏ឈប់ច្របាច់ដៃជើងសំធ្វេត្បិតអាយុរាងជ្រេមែនតែកម្លាំងនៅមមល្អសំឈរសំឡឹងមើលមិនដាក់ភ្នែកព្រោះមិនដែលឃើញរបស់ពិតនៅនឹងមុខចឹងទេសំក៏សួរទាំងត្រដិតថាសមៈម៉េងចង់ធ្វើអ្វីនឹងម្ដាយចុងងាក់ធ្វើចឹងប្រហែលជាធ្វើឲ្យក្មួយមានអារម្មណ៍ធូរស្បើយឡើងវិញ